បើយើងប្រៀបធៀបគ្នារវាង Snapdragon 8S Gen 4ជាមួយនឹង Dimensity 8500 Ultra តើមួយណាដែលមានដំណើរការលឿនជាងគេថ្ងៃនេះយើងមកធ្វើការប្រៀបធៀបរវាងបន្ទះ chip ដែលមានតម្លៃសមរម្យពីរគឺ Snapdragon 8S Gen 4ជាមួយនឹង Dimensity 8500 Ultra ដោយបន្ទះ chip Snapdragon 8S Gen 4បំពាក់នៅលើ Poco S7 ដែលប្រកាសចេញតាំងពីខែមេសា2025ជាមួយនឹង Dimensity 8500 Ultra មាននៅលើ Poco X8 Pro ដែលទើបតែប្រកាសចេញកាលពីខែមករា2026កន្លងទៅនេះជាដំបូងយើងមកធ្វើការតេស្តនៅលើ Antutu ដោយបន្ទះ chip Snapdragon 8S Gen 4អាចរុញពិន្ទុទៅដល់ 2.3 លានពិន្ទុជាងខណៈពេលដែល Dimensity 8500 Ultra ទទួលបានពិន្ទុត្រឹមតែ 2.1 លានពិន្ទុជាងតែប៉ុណ្ណោះតួលេខនេះបានបង្ហាញឲ្យឃើញថា Qualcomm Snapdragon 8S Gen 4មានលក្ខណៈសម្បត្តិនិងការប្រើប្រាស់ទូទៅល្អជាងចង់ឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកមើលទៅស្តង់ដារជាមួយនឹង Nimbot មិនថាការងារក្នុងផ្ទះអាជីវកម្មខ្នាតតូចធំគឺជួយបានទាំងអស់ចំណេញថវិកាជាមួយនឹងបច្ចេកវិទ្យា Print កម្ដៅមិនប្រើទឹកថ្នាំគឺគ្រាន់តែផ្លាស់ប្ដូរក្រដាស sticker ជាការស្រេចជាមួយនឹងម៉ាស៊ីនច្រើនជម្រើសចាប់ពីខ្នាតតូចដល់ខ្នាតធំវាមានល្បឿននៃការ Print លឿនអាច Print ក្រដាសច្រើនក្នុងពេលតែមួយដោយគ្មានបញ្ហាកំងឥឡូវនេះជាមួយនឹងទំនុកចិត្តកាន់តែខ្ពស់ជាមួយនឹងការធានារយៈពេល1ឆ្នាំពេញពី Nimbot Cambodiaវាបើមើលការធ្វើតេស្ត CPU នៅលើ Geekbench 6វិញ Single Core Snapdragon 8S Gen 4ទទួលបានពិន្ទុខ្ពស់ទៅដល់ 2047 ពិន្ទុខណៈដែល Dimensity 8500 Ultra ទទួលបានពិន្ទុត្រឹមតែ 1603 ពិន្ទុតែប៉ុណ្ណោះរីឯ Multi-Core Snapdragon នៅតែអាចរក្សាភាពឈ្នះដដែលជាមួយនឹងពិន្ទុ 6620 ពិន្ទុប្រៀបធៀបទៅនឹង 6411 ពិន្ទុរបស់ Dimensity 8500 Ultra បន្ទាប់ពីការធ្វើតេស្តនៅលើ CPU និង Antutu រួចមកយើងមកធ្វើការតេស្តនៅលើ Graphic Card GPU ម្ដងដោយ High Score របស់ Snapdragon 8S Gen 4ទទួលបានពិន្ទុ 4470 ពិន្ទុខ្ពស់ជាង Dimensity 8500 Ultra ដែលទទួលបានត្រឹមតែ 4162 ពិន្ទុតែប៉ុណ្ណោះចំពោះពិន្ទុ Low Score Snapdragon 8S Gen 4នៅតែធ្វើបានល្អដោយទទួលបានពិន្ទុ 3542 ពិន្ទុប្រៀបធៀបទៅនឹង Dimensity 8500 Ultra ដែលធ្លាក់ចុះមកសល់ត្រឹមតែ 3056 ពិន្ទុតែប៉ុណ្ណោះចំណុចដែលសំខាន់បំផុតគឺកម្រិតស្ថិរភាព Stability ក្នុងការលេងហ្គេមដោយ Snapdragon 8S Gen 4អាចរក្សារហូតទៅដល់ 79.29% ខណៈពេលដែល Dimensity 8500 Ultra ធ្វើបានត្រឹមតែ 73.43% ប៉ុណ្ណោះការធ្វើតេស្តទាំងអស់នេះបានបង្ហាញឲ្យយើងឃើញថា Snapdragon 8S Gen 4នៅតែមានដំណើរការលឿននិងការលេងហ្គេមដ៏ល្អបើប្រៀបធៀបទៅនឹង Dimensity 8500 Ultra ដូច្នេះបើសិនជាអ្នកចង់លេងហ្គេមធំៗដែលត្រូវការម៉ាស៊ីនដែលរត់ល្អមិនធ្លាក់ frame Snapdragon 8S Gen 4គឺជាជម្រើសដ៏ស័ក្តិសមបំផុត